ចម្រៀងស្រីម្នាក់ធ្វើសន្និសីទកាសែតប្រាប់ពីដំណើររឿងស្នេហានិងចោទប្រកាន់ប្រពន្ធដើមនាំបពួកជិះរថយន្តដេកបុកតារាចម្រៀងស្រីម្នាក់បានចោទប្រកាន់ទៅលើស្ត្រីម្នាក់នាំបពួកបើករថយន្តដេកបុកនិងប្រើប្រាស់អំពើហិង្សាមកលើរូបនាងជាមួយការចោទប្រកាន់អំពីរឿងសាហាយស្មន់ដែលបានធ្វើសន្និសីទសារព័ត៌មានលាតត្រដាងពីរឿងរ៉ាវស្នេហារបស់ពួកនាងកាលពីវេលាថ្ងៃត្រង់ថ្ងៃទី4ខែឧសភាឆ្នាំ2025នៅហាងកាហ្វេមួយកន្លែងនៅមុខផ្សារ Century Plaza ស្ថិតនៅក្នុងសង្កាត់កាកាបទី1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញស្ត្រីរងគ្រោះមានឈ្មោះចាបចិន្តាអាយុ39ឆ្នាំមុខរបរគឺជាអ្នកលក់អនឡាញស្នាក់នៅផ្ទះលេខ 12A ផ្លូវលេខ36សង្កាត់ស្ទឹងមានជ័យទី3ខណ្ឌមានជ័យរាជធានីភ្នំពេញបានធ្វើសន្និសីទកាសែតលាតត្រដាងអំពីទំនាក់ទំនងស្នេហារវាងបុរសជាប្តីហើយទទូចស្នើសុំឲ្យថ្នាក់ដឹកនាំនិងសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកយុត្តិធម៌ព្រមទាំងតាមចាប់ជនដៃដល់ដែលបានបើករថយន្តដេញបំបុកនិងប្រើប្រាស់អំពើហិង្សាមកលើរូបនាងដើម្បីនាំមកចាត់ការតាមច្បាប់ទោះបីជាយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះសមត្ថកិច្ចកំពុងតែសហការគ្នាស្រាវជ្រាវតាមឃាត់ខ្លួនជនដៃដល់ដែលបានបើករថយន្តដេញបំបុកនិងប្រើប្រាស់អំពើហិង្សាទៅលើតារាចម្រៀងស្រីម្នាក់ក្រោយការចោទប្រកាន់មកលើនារីរងគ្រោះពីការលួចមានទំនាក់ទំនងស្នេហាត្រីកោណជាមួយនឹងប្តីរបស់ខ្លួនស្ត្រីរងគ្រោះមានឈ្មោះចាបចិន្តាអាយុ39ឆ្នាំគឺជាតារាចម្រៀងនិងជាអ្នកលក់តាមអនឡាញធ្វើសន្និសីទកាសែតលាតត្រដាងប្រវត្តិស្នេហារបស់នាងការលាតត្រដាងប្រវត្តិស្នេហាដ៏ចម្រូងចម្រាសនេះបានកើតឡើងបន្ទាប់ពីបរិសុទ្ធត្រូវបានគេអះអាងជាប្តីបានតាមអង្វរកដល់ជនរងគ្រោះឲ្យដកពាក្យបណ្ដឹងនិងសម្រាប់សម្រួលគ្នាដើម្បីឲ្យប្រពន្ធមុនរបស់ខ្លួនដែលត្រូវបានចាប់ខ្លួនគេចផុតពីសំណាញ់ច្បាប់ស្ត្រីរងគ្រោះមានឈ្មោះចាបចិន្តាអាយុ39ឆ្នាំបានអះអាងថានាងនិងស្ត្រីជាប្រពន្ធដើមសុទ្ធសឹងតែជាជនរងគ្រោះដូចគ្នាព្រោះតែបរិសុទ្ធជាប្តីឈ្មោះអឹកលីលេងបានផិតក្បត់និងបោកប្រាស់ព្រោះតែខ្លួនមានប្រពន្ធរួចទៅហើយបែរជាទៅលួងលោមនិងបោកបញ្ឆោតចិត្តរបស់នាងធ្វើឲ្យលងខ្លួនជាមួយនឹងពាក្យសម្ដីផ្អែមល្ហែមរហូតធ្វើឲ្យនាងធ្លាក់ក្នុងអន្លង់ស្នេហ៍បន្ទាប់ពីអឹងលីលេងបានឆក់យកបេះដូងរបស់នាងហើយទើបពួកនាងទាំងពីរនាក់បានឈានទៅដល់ការព្រមព្រៀងគ្នាសែនព្រេនដោយមានចាស់ទុំដឹងឮនិងបានរួមរស់ជាមួយគ្នាមួយរយៈមកតារាចម្រៀងនិងអ្នកលក់អនឡាញរូបនេះបានរៀបរាប់តាមដំណើររឿងនៃប្រវត្តិស្នេហាដ៏ជូរចត់របស់នាងបន្តទៀតថាកាលពីអំឡុងឆ្នាំ2020នាងចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយនឹងឈ្មោះអឹងលីលេងអាយុប្រហែល46ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរដោយការពីដំបូងត្រឹមតែជាសង្សាររូបនាងបានបាក់ចិត្តស្រឡាញ់ឈ្មោះអឹងលីលេងព្រោះតែគេបានប្រាប់ថាគេមិនទាន់មានប្រពន្ធកូននៅឡើយលុះមកដល់អំឡុងឆ្នាំ2021រូបនាងនិងឈ្មោះអឹងលីលេងបានព្រមព្រៀងសែនព្រេនដោយមានចាស់ទុំដឹងឮរួមទាំងរស់នៅជាមួយគ្នាក្នុងនាមជាប្តីប្រពន្ធតារាចម្រៀងស្រីរូបនេះបានបញ្ជាក់ថាក្រោយពេលរួមរស់ជាមួយនឹងភាពសុខសាន្តមួយរយៈពេលរួចមកទើបមកដល់អំឡុងឆ្នាំ2021នាងបានដឹងច្បាស់ថាប្តីរបស់នាងមានប្រពន្ធនិងកូនរួចទៅហើយបន្ទាប់ពីដឹងរឿងរ៉ាវរបស់ប្តីនាងរួចហើយនាងក៏បានសុំបែកគ្នាជាញឹកញាប់តែប្តីរបស់នាងឈ្មោះអឹងលីលេងមិនប្របែកលុះក្រោយមកប្រពន្ធរបស់ប្តីឈ្មោះជាវិដាអាយុ36ឆ្នាំជនជាតិខ្មែរមុខរបរលក់គុយទាវស្នាក់នៅផ្ទះលេខ Q3 ផ្លូវលេខ265ភូមិ3សង្កាត់ទឹកល្អទី3ខណ្ឌទួលគោករាជធានីភ្នំពេញបានហៅនាងមកធ្វើកិច្ចសន្យាបញ្ចប់ទំនាក់ទំនងជាមួយនឹងឈ្មោះអឹងលីលេងតែពេលនោះនាងបានយល់ព្រមផ្តិតមេដៃលើកិច្ចសន្យាបញ្ចប់ទំនាក់ទំនងចាប់ពីពេលនោះរហូតមកប៉ុន្តែឈ្មោះអឹងលីលេងបែរជានៅតែតាមរករឿងនាងនិងក្រុមគ្រួសាររបស់នាងជាញឹកញាប់លុះមកដល់ថ្ងៃទី1ខែឧសភាឆ្នាំ2025នាងបានបើករថយន្តម៉ាកព្រុសស៊េរីឆ្នាំ2005ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2BF 8730ចេញពីផ្ទះទៅរកហូបនិងបន្តទៅសួរសុខទុក្ខម្ដាយមីងនៅក្នុងមន្ទីរពេទ្យលោកសង្ឃស្ថិតនៅក្នុងសង្កាត់ទឹកល្អទី2ខណ្ឌទួលគោករាជធានីភ្នំពេញស្ត្រីរងគ្រោះមានឈ្មោះចាបចិន្តាបានបន្តថាបន្ទាប់មកនាងបានបើករថយន្តវិលត្រឡប់មកផ្ទះរបស់នាងនៅតាមផ្លូវលេខ265ស្ថិតនៅក្នុងសង្កាត់ទឹកល្អទី3ខណ្ឌទួលគោករាជធានីភ្នំពេញស្រាប់តែមានបុរសម្នាក់បានបើករថយន្តពណ៌សដឹកស្ត្រី2នាក់ចូលមកវាយនិងកាច់កញ្ចក់រថយន្តរបស់នាងទើបនាងបានបើករថយន្តថយក្រោយដើម្បីគេចខ្លួនតែត្រូវបានមនុស្សម្នាក់ជិះរថយន្តមួយគ្រឿងម៉ាក Ford ពណ៌សស៊េរីឆ្នាំ2023ពុំចាំស្លាកលេខបានដេញបំបុករថយន្តរបស់នាងដែលកំពុងតែឈប់នៅតាម
តាមផ្លូវ265ស្ថិតនៅក្នុងសង្កាត់ទឹកល្អទី3ខណ្ឌទួលគោករាជធានីភ្នំពេញស្ត្រីរងគ្រោះមានឈ្មោះចាបចិន្តាបានបន្ថែមថាបន្ទាប់មកមានស្ត្រីនិងបុរសមិនស្គាល់អត្តសញ្ញាណតែគ្រាន់តែដឹងថាជាប្រពន្ធនៃអតីតសង្សាររបស់នាងនិងបងប្អូនបាននាំគ្នាប្រើប្រាស់អំពើហិង្សាមកលើរូបនាងបណ្ដាលឲ្យរងរបួសដោយសារតែពួកគេបានចោទប្រកាន់ទៅតាមរករឿងពួកគេដល់ផ្ទះនិងលួចមានទំនាក់ទំនងសហ័យស្មន់ជាមួយនឹងប្តីរបស់គេនិងបានចោទប្រកាន់ថានាងបានធ្វើកិច្ចសន្យាឈប់តាក់ទងគ្នានិងយកលុយ$200,000ហើយតែនៅមករករឿងដល់ផ្ទះទៀតប៉ុន្តែអ្វីដែលពួកគេបានលើកឡើងនោះមិនមែនជាការពិតនោះឡើយស្ត្រីរងគ្រោះមានឈ្មោះចាបចិន្តាអាយុ39ឆ្នាំមានមុខរបរគឺជាអ្នកលក់អនឡាញបានសង្កត់ធ្ងន់ថាការចោទប្រកាន់ត្រង់ថានាងបានយកលុយចំនួន$200,000ហើយនៅតែបន្តតាមរករឿងដល់ប្រពន្ធមុនរបស់អតីតប្តីរបស់នាងនោះមិនមែនជាការពិតនោះទេតែបើគាត់ទទួលបានលុយ$200,000នោះមិនមែននាងទិញរថយន្តបង់រំលោះនោះដែរជាមួយគ្នានេះដែរស្ត្រីរងគ្រោះឈ្មោះចាបចិន្តាបានទទូចស្នើសុំដល់ថ្នាក់ដឹកនាំក៏ដូចជាក្រសួងកិច្ចការនារីឯកឧត្តមជួននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលជាតិមេត្តាជួយរកយុត្តិធម៌ឲ្យនាងនិងតាមចាប់ខ្លួនជនបង្កឈ្មោះលៀបចត្រាដែលបានបើករថយន្តបំបុកនិងប៉ុនប៉ងធ្វើអត្តឃាតមកលើរូបនាងដើម្បីនាំមកកាត់ទោសតាមច្បាប់សូមរំលឹកឡើងវិញថាតារាចម្រៀងស្រីឈ្មោះចាបចិន្តាត្រូវបានស្ត្រីជាប្រពន្ធដើមនិងបងប្អូនបើករថយន្តដេញបំបុកនិងព្រួតវាយគ្នាដោយចោទប្រកាន់ថាតារាចម្រៀងនិងអ្នកលក់អនឡាញរូបនោះបានព្យាយាមតាក់ទងប្តីគេហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង11:30នាទីយប់ថ្ងៃទី1ខែឧសភាឆ្នាំ2025នៅត្រង់ចំណុចស្តុបសំណង់12សង្កាត់ទឹកល្អទី3ខណ្ឌទួលគោករាជធានីភ្នំពេញក្រោយការកើតអំពើហិង្សានោះសមត្ថកិច្ចនគរបាលខណ្ឌទួលគោកបានមកឃាត់ខ្លួនជនសង្ស័យចំនួន2នាក់រួមមានមួយឈ្មោះជារីដាភេទស្រីអាយុ39ឆ្នាំជនជាតិខ្មែរមុខរបរគឺជាអ្នកលក់គួយទាវត្រូវជាប្រពន្ធដើមនិងស្នាក់នៅផ្ទះលេខ Q3 តាមផ្លូវលេខ265ស្ថិតនៅក្នុងភូមិ3សង្កាត់ទឹកល្អទី3ខណ្ឌទួលគោករាជធានីភ្នំពេញនិងទី2ឈ្មោះអឹងលីមុំភេទស្រីអាយុ45ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរត្រូវជាបងប្អូនរបស់ប្រពន្ធដើមស្នាក់នៅផ្ទះលេខ428ផ្លូវព្រះសីហនុសង្កាត់ទួលស្វាយព្រៃទី2ខណ្ឌបឹងកេងកងរាជធានីភ្នំពេញដោយឡែកវត្ថុតាងដែលបានរងការខូចខាតមានរថយន្តមួយគ្រឿងម៉ាកព្រុសស៊េរីឆ្នាំ2005ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2BF 8730រងការខូចខាតផ្នែកខាងមុខនិងខាងក្រោយទាំងស្រុងរថយន្តនេះបានរងការខូចខាតដោយក្រុមជនសង្ស័យជិះរថយន្តម៉ាក Raptor ពណ៌សពាក់ស្លាកលេខកម្ពុជា QLM TRA 9បើកបំបុកនេះខ្ញុំលីលីពី I Love Cambodia Hot News TV